រឿងលើកកម្ពស់ស្ត្រីនៅភូមិមួយឆ្ងាយពីទីក្រុងមានក្មេងស្រីម្នាក់ឈ្មោះសុផានាងកើតនៅគ្រួសារដែលឪពុកជាកសិករនិងម្ដាយជាម្ចាស់អំពើតូចទោះបីជាអ្នកជិតខាងជាច្រើននិយាយថាកូនស្រីទៅរៀនមិនចាំបាច់ទេដល់ពេលក្រោយក៏ត្រូវរៀបការវិញហើយប៉ុន្តែសុផាមិនធ្លាប់ជឿចិត្តលើពាក្យនោះឡើយសុផាស្រឡាញ់ការរៀនយ៉ាងខ្លាំងរៀងរាល់ព្រឹកនាងឆ្ពោះទៅសាលាដោយដើរឆ្លងតាមផ្លូវដីល្មមជើងជ្រុលជ្រួញតែចិត្តមិនធ្លាក់ចុះពេលរាត្រីនាងជួយម្ដាយចម្អិនអំពៅបន្ទាប់មកទើបអង្គុយអានសៀវភៅក្រោមពន្លឺភ្លើងទៀនតូចមួយក្រោយពេលបញ្ចប់ថ្នាក់ទី12សុផាបានទទួលអាហារូបករណ៍ទៅរៀនបន្តនៅទីក្រុងនៅទីនោះនាងប្រឈមមុខនឹងការលំបាកជាច្រើនប៉ុន្តែមិនធ្លាក់ចិត្តឡើយដោយសារតែភាពខិតខំនិងស្មារតីមិនចុះចាញ់នាងបានបញ្ចប់ការសិក្សានិងទទួលការងារជាមន្ត្រីម្នាក់នៅក្រសួងសាធារណការសុផាមិនភ្លេចដើមកំណើតរបស់នាងឡើយនាងត្រឡប់ទៅជួយអភិវឌ្ឍភូមិរបស់ខ្លួនដោយបង្កើតកម្មវិធីបណ្ដុះបណ្ដាលស្ត្រីឲ្យរៀនអានសរសេរនិងបង្កើតអាជីវកម្មដូចភូមិដែលធ្លាប់ស្ងៀមស្ងាត់ក្លាយជាភូមិដែលសកម្មមានស្ត្រីជាច្រើនក្លាយជាមេដឹកនាំក្នុងសហគមន៍ម្ដាយសុផានិយាយថាមនុស្សមិនថាជាប្រុសឬស្រីទេប្រសិនបើមានចិត្តខិតខំស្មោះត្រង់និងអត់ធ្មត់គាត់អាចឡើងកម្ពស់បានដូចគ្នាសុផាចូលចិត្តនិយាយជាអនុស្សាវរីយ៍ថាស្ត្រីមិនមែនខ្សោយទេប៉ុន្តែត្រូវបានបង្រៀនឲ្យជឿថាខ្សោយបើស្ត្រីជឿលើខ្លួនឯងពិភពលោកនឹងជឿលើនាងផងដែរអត្ថន័យអប់រំស្ត្រីមានសមត្ថភាពដូចបុរសប្រសិនបើទទួលឱកាសនិងការគាំទ្រការអប់រំជាគន្លងសំខាន់ក្នុងការផ្លាស់ប្ដូរជីវិតភាពខិតខំប្រឹងប្រែងនិងស្មារតីមិនចុះចាញ់គឺជាគន្លឹះនៃការលើកកម្ពស់ស្ត្រីក្នុងសង្គមតើអ្នកចង់ឲ្យខ្ញុំបន្ថែមឲ្យវារីកលម្អជារឿងវែងជាងនេះទៀតប្រហែល2-3ទំព័រឬទុកជារឿងខ្លីអប់រំដូចនេះ